ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះមួនស្រីណេមមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើ project មួយដែលទាក់ទងទៅនឹង Pancake Management Test Web Server ដែលជាការងារសម្រាប់ final អញ្ចឹងដោយសារតែខ្ញុំបានធ្វើវារួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការ demo និងបញ្យល់លោកគ្រូតែម្ដងអញ្ចឹងជាដំបូងយើងប្រើ command sudo apt update ដើម្បី update បញ្ជី Pancake របស់ Linux server អញ្ចឹង sudo មានន័យថាយើងអាចប្រើ set administrator ដើម្បីអនុវត្តcommand ដែលត្រូវការសិទ្ធិខ្ពស់ហើយចំណែកឯ apt មានន័យថាជា Pancake Manager ដែលប្រើសម្រាប់គ្រប់គ្រង software Pancake នៅលើ Linux ដូចជាការ install update និង remove ចំណែកឯ update គឺធ្វើការទាញយកព័ត៌មានថ្មីៗពី repository មកធ្វើឲ្យ Pancake list របស់ service ហ្នឹងទាន់សម័យអញ្ចឹងខ្ញុំសូមធ្វើការ update វាមួយមក sudo apt update យើង enter មកយើង password វាយើងចាំវាបន្តិចមកបន្ទាប់ពីយើង update Pancake list រួចយើងចូលមកប្រើ command sudo apt install apache 2ដើម្បីដំឡើង apache 2ដែល apache 2ហ្នឹងគឺជា web server ដែលមានតួនាទីទទួល request ពី browser ហើយបញ្ជូន web page ឬក៏ website ត្រឡប់ទៅ browser វិញដែល Apache 2 ហ្នឹងប្រើដើម្បីធ្វើឲ្យ Linux server របស់យើងក្លាយជា web server ដែលអាចហោះនិងបង្ហាញ website ទៅកាន់ client តាមរយៈ browser បានដោយសារតែខ្ញុំបាន install Apache 2 ហើយអញ្ចឹងខ្ញុំសូមធ្វើការចូលដល់ command ទី3បន្ទាប់ពីយើងបានតម្លើង Apache 2 ហើយយើងត្រូវការពិនិត្យថា Apache 2 service ហ្នឹងកំពុងដំណើរការឬអត់អញ្ចឹងយើងអាចវា command មួយនេះបានអញ្ចឹងយើងវា command មួយហ្នឹងមកsudo systemctl status apache 2.switch យើង enter មកអញ្ចឹងវានឹងបង្ហាញបែបនេះមានន័យថា active ស្មើនឹង active running អញ្ចឹងវាមានន័យថា Apache កំពុងដំណើរការត្រឹមត្រូវហើយ server អាចទទួល request ពី browser បានបន្តមកទៀតយើងចាក់ចេញពីកន្លែងហ្នឹងមកយើងចូលទៅកាន់ command មួយទៀតដែលនិយាយអំពី hostname.i មានន័យថាកន្លែងហ្នឹងយើងត្រូវការរក IP address របស់ Linux server អញ្ចឹង IP address ហ្នឹងគឺជាអាសយដ្ឋានរបស់ server នៅក្នុង network ដែលអនុញ្ញាតឲ្យកុំព្យូទ័រផ្សេងទៀតស្គាល់និង connect មក server បានបន្ទាប់ពីយើងទទួលបាន IP យើងអាចយក IP ហ្នឹងទៅវានៅក្នុង browser ដើម្បី test ថា web server ហ្នឹងដំណើរការបានឬអត់អញ្ចឹងយើងអាចបាយ command មួយហ្នឹងមក hostname .i យើង enter មកអញ្ចឹងនេះគឺជា IP របស់យើងអញ្ចឹងយើងអាចចូល browser យើងវាយ IP ហ្នឹងមក170 កុដដល់20.10.5 អញ្ចឹងយើង enter មកចាំបន្តិចវា slow យើងមិញវាយ IP ខុសអញ្ចឹងយើងវាយសាមី 172.20.10.5 អញ្ចឹងយើង enter មកអញ្ចឹងវានឹងបង្ហាញផ្ទាំងមួយនេះបានន័យថា Apache របស់យើងកំពុងតែដំណើរការនឹង network connect រវាង client និង server អាចប្រើប្រាស់បានបន្តមកទៀតយើងអាចបន្ទាប់ពីយើងបាន test web server រួចហើយយើងអាចចូលទៅកាន់ www.html ដោយយើងប្រើ cd www.html អញ្ចឹងcd ហ្នឹងមានន័យថា change directory ដែលប្រើសម្រាប់ផ្លាស់ទីពី directory មួយទៅ directory មួយទៀតចំណែកឯ www.html គឺជា default web root directory របស់ Apache ដែលជាទីតាំងសម្រាប់ដាក់ website file ដែល Apache អាចយកទៅបង្ហាញតាម browser កន្លែងហ្នឹងយើងអាចចូលទៅកាន់ comment មួយហ្នឹងដើម្បីរៀបចំ folder សម្រាប់ website របស់យើងអញ្ចឹងយើងចូលមកយើង cd //www.html/enter
បន្ទាប់ពីយើងបានចូលvào www.html នឹងហើយយើងអាចប្រើ command មួយទៀតគឺ command ls ដើម្បីមើលថានៅក្នុងហ្នឹងមាន directory មាន file និង folder អ្វីខ្លះអញ្ចឹងយើងវាយមក ls ចឹងនៅក្នុងហ្នឹងមាន index.html index.engine dbin html និង folder sv35 ដែលខ្ញុំបានបង្កើតបន្ទាប់មកទៀតយើងអាចចូលទៅមើល command មួយទៀតដែល command sudo chmod 777 html command ហ្នឹងយើងប្រើដើម្បីសម្រាប់ផ្លាស់ប្ដូរ permission របស់ folder html ហើយ chmod មានន័យថា change mode ដែលប្រើសម្រាប់កំណត់ permission របស់ file ឬក៏ folder ហើយលេខ777មានន័យថា owner គ្រប់នឹង order ទាំងអស់មាន permission សម្រាប់ read write និង execute ចឹងនៅក្នុងករណី folder html នេះវាអនុញ្ញាតឲ្យ user ផ្សេងៗអាច read write និង access folder បានបន្ទាប់មកយើងអាចទៅធ្វើការcopy ឬក៏បង្កើត file website របស់យើងព្រោះអីយើងបានដាក់ permission គ្រប់គ្រាន់ហើយយើងអាចទៅបង្កើត folder mkd sv35 ហ្នឹងបានអញ្ចឹងដោយសារតែមុនហ្នឹងខ្ញុំបានបង្កើត mkd sv35 រួចហើយបន្ទាប់ពីយើងបានបង្កើតវារួចហើយយើងអាចចូលទៅមើល cd sv35 យើងអាចចូលទៅក្នុងបានហើយយើង ls មកថានៅក្នុងហ្នឹងយើងបានបង្កើតអីខ្លះហើយអញ្ចឹងនៅក្នុងហ្នឹងបន្ទាប់ពីខ្ញុំបានបង្កើត folder sv35 ហើយខ្ញុំអាចបង្កើត folder web 1ដល់ web 5ពី web 1 web 2 web 3 web 4និង web 5បន្ទាប់ពីយើងបានបង្កើត folder ហ្នឹងហើយយើងអាចទៅបង្កើតឬក៏រៀបចំ website HTML template នៅលើ Windows របស់យើងបានបន្ទាប់ពីធ្វើ website រួចយើងអាចទៅ save file ទាំងនោះនៅក្នុង folder web 1ដល់ web 5ហើយតាម website នីមួយៗអញ្ចឹងខ្ញុំសូមបង្ហាញ comment អញ្ចឹងនេះគឺជា comment ដែលយើងជា comment សម្រាប់ copy HTML របស់យើង template HTML អញ្ចឹងនេះគឺជា HTML ពី web 1 web 2 web 3 web 4និង web 5អញ្ចឹងយើងត្រូវប្រើ comment scp or /c/user/3/next ហើយ /download/web1/by យើងដាក់ next add 172.20.10.5 ហើយ var w html sv35 និង web 1កន្លែងហ្នឹងមានន័យថា comment សម្រាប់ copy website មួយពី Windows ទៅលើកាន់ Linux server scp ហ្នឹងមានន័យថា secure copy ហើយ .o មានន័យថា recursive ដែលអនុញ្ញាតឲ្យ copy file និង folder ខាងក្នុងបានចំណែកឯ /c user/next download web 1មានន័យថាជា source ឬក៏ទីតាំងសម្រាប់ដាក់ website នៅលើ Windows របស់យើងអញ្ចឹងនេះគឺជាទីតាំងរបស់យើងអាច copy ពីកន្លែងហ្នឹងនេះដូចជាខ្ញុំបានបង្ហាញអញ្ចឹងហើយផ្កាយមានន័យថា file និង connect ទាំងអស់នៅក្នុង folder web 1ហើយ next add 172.20.10.5មានន័យថាគឺជា user របស់ next និង IP address របស់ Linux server អញ្ចឹងជាចុងក្រោយvar ដល់ /www html /sv35 ហើយ web 1គឺជាទីតាំងដែលចង់ដាក់ website ទៅលើ Linux server របស់យើងអញ្ចឹងនៅក្នុងហ្នឹងវាមាន5 web 1 web 2 web 3 web 4និង web 5
ចឹងខ្ញុំសូមធ្វើការបង្ហាញឲ្យលោកគ្រូមើលតែម្ដងចឹងយើងបន្តមកទៀតយើងអាចចូលទៅ web 1 web 2 web 3 web 4 web 5បានចឹងយើង cd web 1យើង enter មកហើយយើង ls មើលថានៅក្នុងហ្នឹងមានអីខ្លះចឹង HTML របស់យើងមាន image មាន index HTML ថាមើល HTML ហើយនឹង web 1របស់យើងបន្ទាប់មកខ្ញុំសូមធ្វើការតេស្តឲ្យលោកគ្រូមើលតែម្ដងថាវាចេញ website បែបម៉េចចឹងយើងអាចសាក IP 172.10.5/sv35/web1 ចឹងយើង enter មកចឹងនេះគឺជា website របស់HTML web 1បន្តមកទៀតយើងចូលទៅកាន់ web 2ចឹងយើងដូរពី web 1ទៅ web 2យើង enter មកនេះគឺជា website របស់ HTML web 2បន្តមកទៀតចូលទៅកាន់ web 3យើងលុបលេខ2ដាក់លេខ3យើង enter មកនេះគឺជា HTML របស់ web 3បន្តមកទៀតយើងចូលទៅកាន់ web 4យើង enter មកនេះគឺជា website HTML សម្រាប់ web 4ហើយមួយចុងក្រោយគឺ web 5យើង enter មកចឹងនេះគឺជា website របស់ HTML web 5ចឹងនៅក្នុងបញ្ជាក់មួយហ្នឹងខ្ញុំសូមធ្វើការបញ្ចប់តែត្រឹមហ្នឹងអរគុណលោកគ្រូ